បាទសូមគោរពជំរាបសួរប្រិយមិត្តជាទីមេត្រីព្រះអង្គគ្រូចៅអធិការវត្តនេនទោសីហាប្រកាសពីថ្ងៃបុណ្យកឋិនទានវត្តបង្គោលបុរីហៅវត្តព្រៃថ្មីពិធីបុណ្យកឋិនទានគឺជាពិធីបុណ្យមួយនៅក្នុងព្រះពុទ្ធសាសនាដែលមានរយៈពេល29ថ្ងៃគឺចាប់តាំងពីថ្ងៃ1រោចខែអាសត់រហូតដល់ថ្ងៃទី15កើតខែកដិកជារៀងរាល់ឆ្នាំពោលគឺក្រោយថ្ងៃចេញវស្សាបានមួយថ្ងៃយ៉ាងណាមិញបន្ទាប់ពីវត្តនេនទោសីហាគឺវត្តបង្គោលបុរីហៅវត្តព្រៃថ្មីយ៉ាងណាមិញសម្រាប់វត្តនេនទោសីហាគឺវត្តបង្គោលបុរីហៅវត្តព្រៃថ្មីដែលមានទីតាំងនៅភូមិភ្នំតូចឃុំកណ្ដោលស្រុកទឹកឈូនៃទឹកដីខេត្តកំពតក៏នឹងប្រារព្ធពិធីបុណ្យកឋិនទានដើម្បីវេរប្រគេននៅបច្ច័យនិងទេយ្យទានផ្សេងៗសម្រាប់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងវត្តផងដែរយោងតាមការចែករំលែករូបភាពមួយចំនួនរបស់ព្រះអង្គគ្រូចៅអធិការវត្តនៅលើបណ្ដាញសង្គម Facebook ផ្ទាល់កាលពីថ្ងៃច័ន្ទ7កើតខែអាសត់ឆ្នាំម្សាញ់សតស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី29ខែកញ្ញាឆ្នាំ2025ដោយព្រះអង្គគ្រូចៅអធិការបង្ហោះភ្ជាប់ជាមួយនឹងរូបភាពអមដោយខ្លឹមសារសំណេរយ៉ាងដូចនេះថាអាត្មាភាពសូមចម្រើនពរញាតិញោមក្នុងនិងក្រៅប្រទេសថាកឋិនទានវត្តបង្គោលបុរីសូត្រមន្តនៅថ្ងៃទី25-26ខែតុលាឆ្នាំ2025សូមអញ្ជើញញាតិញោមទីជិតឆ្ងាយចូលរួមឲ្យបានច្រើនកកបាទសម្រាប់ថ្ងៃសូត្រមន្តគឺប្រព្រឹត្តទៅនៅថ្ងៃសៅរ៍4កើតខែកដិកឆ្នាំម្សាញ់សតស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី25ខែតុលាឆ្នាំ2025លុះដល់ថ្ងៃអាទិត្យ5កើតខែកដិកឆ្នាំម្សាញ់សតស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី26ខែតុលាឆ្នាំ2025គឺជាថ្ងៃដែលត្រូវប្រារព្ធនៅកម្មវិធីបុណ្យក៏ដូចជាដង្ហែនៅអង្គកឋិនទានផងដែរការចែករំលែករូបភាពនិងជូនដំណឹងនៅលើបណ្ដាញសង្គមរបស់ព្រះតេជគុណឡុងសុភ័ក្រនាពេលនេះគឺជាការនិមន្តក៏ដូចជាអញ្ជើញញាតិញោមពុទ្ធបរិស័ទទាំងជាតិទាំងឆ្ងាយទាំងក្នុងនិងក្រៅប្រទេសឲ្យអញ្ជើញចូលរួមនៅក្នុងកម្មវិធីបុណ្យនៅក្នុងវត្តបង្គោលបុរីហៅវត្តព្រៃថ្មីនេះដើម្បីឲ្យញាតិញោមពុទ្ធបរិស័ទទទួលបានដំណឹងក៏ដូចជាអញ្ជើញចូលរួមនៅក្នុងកម្មវិធីអង្គកឋិនទាននាវត្តព្រៃថ្មីនេះឲ្យបានច្រើនកកក៏ដូចជាចូលរួមបច្ច័យនៅក្នុងការកសាងវត្តផងដែរដែលបច្ចុប្បន្ននេះវត្តព្រៃថ្មីគឺកំពុងតែកសាងនៅសមិទ្ធផលនានាមួយចំនួនជាពិសេសនោះគឺព្រះវិហារដែលជាបំណងដ៏មុតមមរបស់នេនទោសីហាក៏ដូចជាការប្រួយផ្ដើមរបស់ព្រះអង្គគ្រូចៅអធិការវត្តនិងប្រជាពុទ្ធបរិស័ទចំណោះជើងវត្តផងដែរដែលបច្ចុប្បន្ននេះព្រះវិហារវត្តព្រៃថ្មីគឺបន្តការដាក់ក្បាច់ក៏ដូចជាគូគំនូរនិងបានដំឡើងទ្វាររួចរាល់ហើយផងដែរក៏ប៉ុន្តែព្រះវិហារក៏នៅតែមានការខ្វះខាតពឹងលើញាតិញោមពុទ្ធបរិស័ទជាឆ្ងាយដើម្បីបញ្ចប់នូវការកសាងព្រះវិហារនេះឲ្យបានឆាប់រួចរាល់ផងដែរ